ជំរាបសួរលោកគ្រូជំរាបសួរមិត្តភ័ក្តិទាំងអស់គ្នាក្នុងថ្ងៃនេះខ្ញុំបាននឹងធ្វើការសរសេរកូដនិងបញ្យល់កូដរបស់លោកគ្រូដាក់ឲ្យជាបន្តទៀតឥឡូវយើងធ្វើការចូលទៅក្នុងកម្មវិធីដើម្បីសរសេរកូដសិនរួចចាំយើងធ្វើការបញ្យល់បកស្រាយដូចតទៅឥឡូវយើងធ្វើការសរសេរហើយយើងធ្វើការរំសាយសិនឬជាយើងធ្វើការបញ្យល់នេះគឺជារីសាដែលយើងបានធ្វើការសរសេរកូដទៅនេះយើងធ្វើការបញ្យល់កូដរបស់យើងទាំងអស់គ្នាអញ្ចឹងចំពោះobject data 100 ក្រោយនេះគឺចំន័យថាយើងត្រូវបង្កើតអត្ថេប្រភេទ object ដែលផ្ទុកតម្លៃ100ចំពោះ integer score ហើយមានសញ្ញាសួរហើយចេញពាក្យ null បែបនេះគឺជាប្រភេទក្នុងការបង្កើតអត្ថេលេខ integer ដែលអាចផ្ទុកតម្លៃ null បានក្នុងករណីនេះវាមានតម្លៃស្មើ null ចំពោះ bool ស្មើ true នេះគឺវាសម្រាប់បង្កើតអត្ថេដែលអាចផ្ទុកតម្លៃ null បានហើយបច្ចុប្បន្នវាមានតម្លៃថាជា true ហើយចំពោះ line ទាំងអស់នេះគឺយើងធ្វើវាថាតើរីសារបស់យើងចេញមកគឺ true ឬក៏ false បើពិតវា
បន្ទុកក្នុងវងកញ្ចក់បើបំផិត file វានឹង login require ដូចនេះបើយើងទទួលបាន60ធំជាងឬស្មើគឺវាក្នុងលក្ខខណ្ឌពិតអញ្ចឹងវានឹង pass អញ្ចឹងមិញដូចឃើញក្នុងនេះមិញអញ្ចឹងគឺបន្ទុកយើង60គឺអញ្ចឹងយើងបាន pass រួចរាល់ហើយអញ្ចឹងការបញ្យល់និងការសរសេរកូដរបស់ខ្ញុំបានដល់ទីបញ្ចប់សូមអរគុណដល់លោកគ្រូและអ្នកទាំងអស់គ្នាដែលចំណាយពេលវេលាសម្រាប់ការបកស្រាយតាមរហូតដល់ចប់សូមអរគុណ